វីដេអូនេះខ្ញុំចង់ចែកម្លែកពីរបៀបនៃការបដូរຂະຫນາດនៅក្នុងកម្មវិធី Word របស់យើងបាទគឺຂະຫນາດនៅកន្លែងនេះបាទកុំព្យូទ័រខ្លះអាចអត់បង្ហាញជាសង់ទីម៉ែត្រទេអាចបង្ហាញជាຂະຫນາດអីផ្សេងអញ្ចឹងបើសិនជាយើងចង់បានຂະຫນາດវាជាសង់ទីម៉ែត្រយើងចូលទៅបដូរបាទដល់យើងចូលទៅកន្លែង file បាទចុចលើកន្លែង file ហ្នឹងមកបាទបន្ទាប់មកទៀតយើងចុចលើពី option នៅខាងក្រោមគេ import នេះបាទហើយយើងចុចនៅលើពាក្យថា advanced បាទដល់កន្លែងនេះយើង scroll វាចុះមកក្រោមមកបាទរហូតដល់កន្លែងនេះបាទកន្លែង display នេះហើយយើងមើលទៅលើកន្លែងមួយនេះបាទអញ្ចឹងនៅលើកុំព្យូទ័ររបស់ខ្ញុំនេះវាបង្ហាញជាសង់ទីម៉ែត្រស្រាប់អញ្ចឹងកុំព្យូទ័រផ្សេងអាចនឹងអត់បង្ហាញជាសង់ទីម៉ែត្រទេអាចបង្ហាញជាអ៊ីងឬក៏បង្ហាញជាអីផ្សេងទៅអញ្ចឹងយើងរើសយើងដូរកន្លែងនេះដាក់ជាសង់ទីម៉ែត្រទៅបាទហើយយើងចុចអូខេបាទប៉ុណ្ណេះឯកសាររបស់យើងវានឹងបដូរຂະຫນາດទៅជាសង់ទីម៉ែត្របាទអរគុណ